ចំណែកឯនាយឹមក៏បានដើរទៅផ្ទះរបស់លោកមេភូមិឡុងដើម្បីពិភាក្សាការងារមួយចំនួនលោកមេភូមិបាននិយាយថាតើការងារដែលពូឲ្យក្មួយចាត់ចែងបានផលយ៉ាងណាហើយនាយឹមក៏បានតបវិញខ្ញុំបានរៀបចំតាមលោកពូចាត់ចែងចង់បានចប់សពគ្រប់អស់ហើយរងចាំតែលោកពូប្រាប់ថាចាប់ផ្ដើមនៅពេលណាតែប៉ុណ្ណោះលោកមេភូមិឡុងដាក់ដៃក្រពាត់ទៅក្រោយហើយតបតិចៗថាខានស្អែកនេះលោកក្មួយសូត្រនឹងចេញដំណើរមកពីរាជធានីមកទទួលពួកយើងហើយពូសង្ឃឹមថាក្មួយអាចធ្វើបានហើយបើក្មួយធ្វើរឿងនេះបានល្អពូនឹងឲ្យក្មួយសូត្រជួយក្មួយឲ្យបានខ្លាចទៅជាមេទ័ពប្រចាំព្រះនគរនេះស្ដាប់ហើយនាយឹមក៏បានតបថាបាទទូពូនិយាយហើយលោកមេភូមិនិងនាយឹមក៏បានបែកផ្លូវគ្នាទៅធ្វើការរៀងៗខ្លួនចំណែកឯរំដួលនិងទេវីឯនេះវិញកំពុងតែផ្អែមល្ហែមនឹងគ្នានៅក្នុងបន្ទប់តុបតែងខ្លួនទេវីបានសិតសក់ដល់វិញអន្លាយត្រង់រលាស់រលោងរបស់នាងរំដួលថ្នមបន្ទាប់មកនាងក៏បាននិយាយបងរំដួលខ្ញុំពិតជាស្រឡាញ់បងខ្លាំងណាស់ត្បិតថាពួកយើងមិនមែនជាបងប្អូនបង្កើតគ្នាក៏ដោយប៉ុន្តែពុកហើយនឹងបងល្អចំពោះខ្ញុំណាស់រំដួលឮហើយក៏បានតបវិញថាហើយអ្វីក៏អូននិយាយពាក្យនេះទៅវិញទេវីក្រែងពួកយើងជាគ្រួសារតែមួយនោះអីទេវីឮហើយធ្វើទឹកមុខហាក់បីដូចជាលាក់គំនុំចង់គំនួចអ្វីមួយយ៉ាងបន្ទាប់មកនាងក៏បានតបថាមែនហើយបងស្រីពួកយើងគឺជាគ្រួសារតែមួយជាង10ឆ្នាំកន្លងមកនេះពុកនិងបងស្រីមើលថែខ្ញុំបានល្អណាស់រហូតដល់ខ្ញុំមានអារម្មណ៍ថាក្រែងចិត្តរំដួលបានលើបែបនេះក៏បែរមុខមកនិយាយទល់មុខនឹងនាងទេវីថាមិនក៏អូននិយាយអញ្ចឹងបងហើយនឹងពុកស្រឡាញ់បងខ្លាំងណាស់គ្មានពាក្យថាក្រែងចិត្តនោះទេបងហាមទេវីនិយាយពាក្យនេះម្ដងទៀតឲ្យបងឮអត់ស្ដាប់ហើយទេវីក៏បានតបថាចាបងនិយាយហើយអ្នកទាំងពីរក៏បានអោបគ្នាដោយក្តីស្រឡាញ់ប៉ុន្តែទេវីក៏បានបង្ហាញទឹកមុខលាក់គំនួចពីក្រោយខ្នងផងដែរប្រការនេះបង្កើតជាការសង្ស័យនិងមិនគួរឲ្យទុកចិត្តទាល់តែសោះយប់ស្ងាត់សັບចូលទ្រនំទេវីកាន់ចន្លោះដើរទៅកាន់ផ្ទះរបស់នាយឹមយ៉ាងប្រញាប់ប្រញាល់ខ្យល់អាកាសក៏ត្រជាក់សត្វខ្លាញ់ស្រាក់យំលឺរំពងនាងទេវីហាក់លឹបលមើលមុខមើលក្រោយដូចជាខ្លាចម្នាក់បានឃើញអញ្ចឹងចំណែកឯនាយឹមវិញកាលបើបានឃើញទេវីមកដល់ក៏បានលាន់មាត់ថាអូនពិតជាគោរពពាក្យសន្យាបានល្អមែនបន្ទាប់មកនាយឹមក៏បានបីនាងទេវីចូលទៅក្នុងផ្ទះរបស់ខ្លួនហើយបានក្រេបរសជាតិស្នេហាគ្រាដំបូងនៅក្នុងគ្រានោះលុះដល់ស្អែកឡើងនៅពេលដែលនាងរំដួលបានដើរមកពីផ្សារតែម្នាក់ឯងក៏ត្រូវបានបុរសបាត់មុខម្នាក់មកទប់ច្រមុះរបស់នាងឲ្យនាងដួលសន្លប់ហើយក៏នាំនាងចាកចេញទៅ